លូជីអឡូបងឈៀងបងគឺបងឈៀងតើបងមានបញ្ហាមែនទេបងគឺមិនចង់រំខានដល់ឯងទេប៉ុន្តែក្រុមហ៊ុនរបស់បងឥឡូវនេះគឺត្រូវការលុយចង់ខ្ចីឯងខ្លះតើបានទេនឹងបងមិនអាចគេខ្ចីទេបានតើបងចង់បានប្រហែលទៅគឺ3លានបាន2ថ្ងៃទៀតខ្ញុំនឹងបាញ់ឲ្យបងប្អូនប្រុសអរគុណឯងហើយបាទបងប្រុសមិនអីទេពេលបងមានបងនឹងส่งឯងត្រឡប់ទៅវិញបងមានប្រាក់3លានមកពីណាគេខ្ចីទៅបើសិនជាគ្មានបងឈៀងជួយបងក៏មិនមានថ្ងៃនេះដែរបងគឺចម្ពាក់កូនបងមានទឹកចិត្តសប្បុរសណាស់មិនដឹងថាបងមានលុយប្រហែលទេបងសម្រេចចិត្តថាបងនឹងលក់ឡាននេះហើយបងចង់លក់ឡានបើលក់ខ្ញុំនឹងលែងលាវឈីបងពិតជាឈួតហើយឡាននេះខ្ញុំទើបតែទិញខែមុនទីអ្វីគឺនៅថ្មីទាំងអស់អាចឲ្យខ្ញុំតម្លៃថ្លៃបន្តិចបានទេឡានថ្មីពិតមែនប៉ុន្តែយើងបានជីរួចហើយអញ្ចឹងឲ្យ28ចុះអាចសុំឡើង30បានទេបើសិនជាបានខ្ញុំមកលក់ឥឡូវនេះបើមិនប្រញាប់លុយគ្មាននរណាលក់ឡានថ្មីបែបនេះទេទៅបាន30ក៏30ចុះណាអូគុណនេះខ្ញុំនឹងលក់វាបងប្រុសរបស់បងចំពាក់លុយ1ឆ្នាំហើយដល់ពេលសងលុយឲ្យយើងមកជួបទៀតមិនក៏រឹកធំម្លេះមិនទេកុំនិយាយអញ្ចឹងអីលីវឈីបងនៅទីនេះពួកយើងជីតាក់ស៊ីទេអ្នកខ្ចីលុយជីសាឡានតំណែងតូនឯងមិនចង់បានទីហ្នឹងបុប្រុសក្នុងកាលនេះមានលុយ3លានសូមឲ្យវិញណែអំណោយបន្តិចបន្តួចជូនឯងបុប្រុសពិតជាមានទឹកចិត្តមែនថ្ងៃនេះមានការងាររវល់ខ្ញុំទៅសិនហើយណាថ្ងៃក្រោយចាំផឹកជាមួយគ្នាបើរវល់បោះទៅចុះ3លានខ្ចីអស់រយៈពេល1ឆ្នាំគ្មានគេឲ្យការប្រាក់អីទេសាឡានបុប្រុសបងភ្លេចសាឡានហើយណាឡាននោះជារបស់ឯងហ៎នោះគឺជាការប្រាក់ពួកយើងចតឡាននៅទីនេះមែនទេនឹងចតឡាននៅទីនេះហើយចាំចូលទៅក្នុងភូមិទៅពេលទៅដល់ទីនោះកុំនិយាយអំពីការរស់នៅរបស់ពួកយើងទីក្រុងអីកុំឲ្យគេមានអារម្មណ៍ថាមានសម្ដឹងហើយមិននឹកស្មានថាបាច់គ្នាយូរគេបាច់ជារស់នៅក្នុងភូមិដល់ទួញចឹងសោះពួកយើងគួរតែដាក់កដោទៅក្នុងនេះដើម្បីមកពួកយើងចាប់ចូលទៅអេកំពុងធ្វើស្អីនឹងអាយ៉ាមកដល់ហើយពួកឯងមកដល់ពីកាន់ហ្នឹងបងប្អូនយើងមកលេងហើយចាប់មន់រីស្រេចទៀតនោះមកឆាប់ចូលសិនមកអីឈប់ចិញ្ចឹមជ្រូកហើយបាយជាមកចិញ្ចឹមមន់វិញទីផ្សារជ្រូកមិនល្អទៅខ្ញុំបដូរមកចិញ្ចឹមមន់វិញមកបាញ់ចឹងពួកយើងជប់ផ្ទះសិនទៅមកតោះពួកយើងជួបជុំគ្នាចឹងតែចង់ផឹកស្រាទៀតស្រាយកមកស្រាប់ហើយតើនេះគុំនិយាយប្រាប់ខ្ញុំថាផ្ទះទូចនេះស្អាតណាស់គេបាច់ជានៅផ្ទះទូចបែបនេះមកទៅគេទៅគាត់ណាស់ដែរពួកយើងគួរតែរៃលួយគ្នាខ្លះដើម្បីជួយគេទៅពិតមែនហើយក្នុងនេះមេខ្លាចទៅនឹងមហូបបានមកដល់ហើយថ្ងៃនេះពួកយើងញ៉ាំអាហារផឹកស្រាសប្បាយចិត្តត្រូវហើយពួកយើងខាតជួបជុំគ្នាយូរហើយគួរផឹកសប្បាយចិត្តម្ដងអាឡូអាយ៉ាមិនក៏មកខ្ចីលុយទៀតហើយលុយកាប់ពីមុននោះមិនតសងខ្ញុំទេបានចឹងខ្ញុំនឹងអោខ្ចីម្ដងទៀតបានហើយទៅតែអ្នកណាខ្ចីប្រាក់នោះបងជាដូនមួយខ្ញុំក៏ចង់ទីឡានទៅបងប្អូនគឺយើងត្រូវតែជួយក៏ប៉ុន្តែគូណាធ្វើតាមសមត្ថភាពរបស់យើងទៅខ្ញុំដឹងប៉ុន្តែខ្ញុំមានតែបងប្អូនជាដូនមួយម្នាក់នេះទេមិនច្រើនប្រហែលទេត្រឹមតែ$20,000ក៏ខ្ចីចុះអូនយ៉ាងម៉េចហើយនឹងប៉ុន្តែឯងចិញ្ចឹមជ្រូកប្រហែលឆ្នាំទៅបើ$20,000នេះទៅខ្ញុំបានបោះបង់មករបរចិញ្ចឹមជ្រូកហើយចិញ្ចឹមមាត់តែមួយខែបានត្រឡប់មកវិញចាំបន្តិចទៅខ្ញុំធ្វើម្ហូបថែមសិននេះណានិយាយថាគេអត់លុយទេនឹង